មកអ្នកទាំងអស់គ្នាយើងតរឿងយើងទៀតដែលពេលហ្នឹងតួប្រុសយើងក្នុងរៀបគម្រោងធ្វើបាបប្អូនតួស្រីអ្នកទាំងអស់គ្នាប៉ុន្តែយើងអត់ទាន់ដល់ភាគហ្នឹងឯងយើងមកមើលការជួបជុំគ្រួសារគេសិនដែលយើងបើកមកហ្នឹងគឺឃើញវូរបស់យើងហ្នឹងហើយនឹងតួស្រីរបស់យើងនឹងពងដើរទៅហាងអាហារដែលគេណាត់គ្នាហ្នឹងហើយគាត់និយាយថាកូនញ៉ាំមួយកញ្ចប់ធំហើយល្ងាចមិញកូននឹងរៀកមិនខានបើនៅតែញ៉ាំទៀតហើយរបស់នេះសម្រាប់មនុស្សម្នាក់កូនមិនអាចញ៉ាំបានទេមិញលូថាបើញ៉ាំច្រើនណាវានឹងបាត់កន្ទួលរមាស់ហាម៉ាក់ទោះវាល្អចំពោះកូនក៏កូនមិនអាចញ៉ាំវាច្រើនដែរកូនជ្រូកបើមិនឲ្យវូហើយឲ្យណាគេហើយវូចង់យំចង់អីចឹងណាប៉ុន្តែតួស្រីយើងនឹងមានយំមែនអ្នកទាំងអស់គ្នាគឺអៀនពេលដើរចូលមកគឺឃើញតួប្រុសនៅអង្គុយចាំនៅកន្លែងហាងអាហារនឹងស្រាប់តែញ៉ាំស្រស់មកបានកូនស្រីគេណាទៅវូយើងក្មេងរាក់ទាក់ក្មេងមិនណយទៀនហ្មងនិយាយរួមឲ្យទៅឃើញមនុស្សញ៉ាំដាក់សោចដាងគេមើលគ្រប់គ្នាថាខ្ជូតថាឆ្លាតចឹងណាហើយមកដល់តួប្រុសក៏សួរតួស្រីថាស៊ីនីគ្រាន់តែហៅតួស្រីសោះហ្នឹងតួស្រីសួរថាមានអីមែនបងមានអារម្មណ៍ថាអូនថ្ងៃនេះពិសេសណាស់អូននាំកូនមកជួបប្តីក្រោយអញ្ចឹងណាហើយទៅតួស្រីយើងព្រមបានក៏យកអានំដែលប្រាប់ថាកុំឲ្យកូនញ៉ាំហ្នឹងទៅវាយក្បាលយកឈិចហ្នឹងថាកុំនិយាយតែពេលថាលោកម៉ៅបានតួប្រុសឆ្លើយអញ្ចឹងហើយក៏ទទួលវូពីដៃតួស្រីហើយវូហ្នឹងឆ្លាតទៀតគេនិយាយថានឹកឈិចខ្លាំងណានឹកឈិចខ្លាំងហើយគេសើចសប្បាយពីឪកូនគេហ្នឹងហើយគេមិនទាន់ដឹងថាឪកូននឹងដល់គ្នាហើយតួប្រុសក៏ថានឹកក៏នឹកក្មួយដែរតែប៉ាក្មួយពូនឹកជាងហើយតួស្រីក៏ថាណែយូឈិបានហើយមកនិយាយកិច្ចការជាមួយលោកខ្ញុំនាំវូលេងច្រើនពេកហើយតួប្រុសក៏ថាគិតថាអូនជាអ្នករញញ៉ាយបងអង្គុយគិតតាំងពីយប់មកដល់ពេលនេះហើយពេលនេះអូនក៏មិនអោយនិយាយជាមួយអូនហើយមិនអោយបងនិយាយជាមួយកូនបងទៀតទោះស្រីថាគុំនិយាយព្រាបផ្ដាអត់ប្រយោជន៍មែនកូនរបស់ខ្ញុំមកគ្មានអីពាក់ព័ន្ធលោកទេគុំសប្បាយអពេកមកនេះមកវូហើយតួប្រុសថាអូខេកូនអូនមិនពាក់ព័ន្ធនឹងបងមែនលុះត្រាតែអូនព្រមប្រកបបដូងអូនឲ្យបងសិនត្រូវទេអូននិយាយមកអូនណាត់បងចេញមកចង់និយាយអីតែបើអូនចង់ណាត់ដើម្បីដណ្ដឹងបងប្រាប់ថាបងអ្នកចេញលុយឲ្យអូនគ្រប់បែបយ៉ាងហ្មងហើយតួស្រីមាននិយាយច្រើនទេដាក់សែកនៅលើតុចឹងណាហើយមានលោកឯងចង់និយាយពីអីគេនេះគឺលោកបានឲ្យលុយទៅលោកតាដើម្បីទិញដីនៅអញ្ចឹងហើយខ្ញុំអាចយកដីនេះពីលោកដោយទៅទេបានទេហុចលុយសែកនឹងទៅឲ្យតួប្រុសហើយតួប្រុសក៏ថាចាំបាច់ច្បាស់លាស់ជាមួយបងនៅឋានៈនេះអូនណាមិនយល់អារម្មណ៍បងក៏ពីអូនដល់កម្រិតណាសោះអូនព្រោះឲ្យបងជឿចាប់ណាដឹងទេហើយតួស្រីហ្នឹងគេមកក្រហមនឹងនិយាយមិនចេញទេនឹងភាសារឿងអីមកក្រហមពេញនឹងរហូតមិនមែនខ្ញុំព្រមនៅស្រឡាញ់លោកទេខ្ញុំត្រូវយកដីលោកទៅទេនោះទេទោះស្រីគេសារភាពថាគេមិនមែនឯសារក្តីស្រឡាញ់ណាគេក៏អាចយកដីទូប្រុសទៅទេកូនម្ដាយទូប្រុសថាកងោកតូចមុននេះអូននិយាយថាម៉េចអូនថាព្រមស្រឡាញ់បងដូចដែលបងស្រឡាញ់អូនដែរមែនទេខ្ញុំមិនចង់នៅក្រោមមើលថែលោកទេខ្ញុំក៏អាចរកលុយចិញ្ចឹមខ្លួនឯងបានដែរបើលោកពិតជាច្បាស់លាស់ដូចអ្វីដែលលោកនិយាយផ្សេងមិញខ្ញុំព្រមទទួលយកលោកយីរួមមកយើងមកមើលមកអបអរតួប្រុសរបស់យើង Congratulation បងម៉ៅដែលត្រូវបានតួស្រីស្រឡាញ់ហើយទៅយុជិយើងណាខ្លាចជាមនុស្សតកអីអ្នកទាំងអស់គ្នាទោះបីតវូក៏គិតអញ្ចឹងដែរពួកគ្នាវាភ្ញាក់ផ្អើលពេកនៅសុកគេសារភាពគេព្រមស្រឡាញ់អីណាណែមានបានធ្វើអីសោះហើយទោះស្រីគេថានៅគៀងហ្នឹងតុកសេកហ្នឹងទៅបើលោកមិនតុកចាប់ទុកថាយើងដូចគ្នាក៏បានដែរហើយទៅតួប្រុសក៏គិតថាបងຕົកវាហើយពួកយើងកុំរួចគ្នាអីនេះគិតវាឡើងវិញពីថ្ងៃនេះទៅអូនអាចប្រាប់បងបានពេញមួយជីវិតរបស់អូនបានណាតួប្រុសនឹងតើនឹងអីផងនៅវល់នៅកាំងហ្នឹងក៏និយាយអញ្ចឹងអ្នកទាំងគ្នាស្រីយើងក៏ព្រមនៅនិយាយតមួយតួប្រុសឲ្យញ៉ាំអីអញ្ចឹងហើយក៏និយាយថានេះខ្ញុំយកឲ្យលោកញ៉ាំត្រូវតែញ៉ាំជាដាច់ខាតណារបស់ស្អីគេអញ្ចេះតួប្រុសគិតអញ្ចឹងណាមើលទៅលើកស្បៃមួយនឹងមកលើកអាបន្លាយដែលតួប្រុសចង់ដាំតួស្រីយើងចង់ដាំលក់អ្នកទាំងគ្នាចាប់ថាកូនត្រេនវូរបស់យើងហ្នឹងចាប់ច្បាច់ដោពេញប៉ោះទឹកពេញប៉ោះហ្នឹងខ្ទៀតត្រូវមុខទាំងតួស្រីតួប្រុសហ្នឹងទៅហើយវូគ្នាវាភ័យវាដែរអ្នកទាំងគ្នាដល់ពេលហើយតួស្រីក៏សោចហើយក៏លើកกระดาษទៅជូតមុខឲ្យតួប្រុសហើយទៅនិយាយថាទៅលៀងចេញទៅវូគេមិនទាន់សម័យដូចលោកនោះទេលេងច្រើនណាស់ហើយតួប្រុសហ្នឹងក៏ចាប់វូឡើងនិយាយថាកូនជ្រូកកូនណាស្ដាយទៅចិត្តខំស្រឡាញ់ឯងខ្លាំងផងតោះទៅបន្ទប់អូចាប់ការលៀងកូនឯងចេញហើយវូខ្លាំងតែគេវាយស្រីយំថាអត់ទេតាជួយជីផងឈីវូខុសហើយដាជួយផងធ្វើជាក្មេងល្អមកវិញហាមយំដាក់ប៉ាលឺទេតួស្រីលឺតួស្រីប្រាប់កូនចឹងទៀតហើយកូននឹងនៅតែយំពេញនឹងចឹងណាទាំងអស់គ្នាហើយតួស្រីយើងហ្នឹងមានអារម្មណ៍ថាមានក្តីសោកហើយក៏និយាយថាទោះបីជាខ្ញុំប្រឹងកិច្ចយ៉ាងណាក៏ដោយរឿងហ្នឹងក៏វានៅតែបែបហ្នឹងដល់ពេលហើយយើងមើលទៅឃើញឡានមួយហ្នឹងមកតាមដានយូឈីអ្នកទាំងអស់គ្នាហើយក៏និយាយគឺសំឡេងនិយាយទូរស័ព្ទសុំទោសលេខនេះលោកអ្នកមិនអាចហៅបានទេគុំទៅរកគេម្ដង
ទៀតចាំខ្ញុំនៅទីនេះសិនបាទលោកប្រុសតូចហើយបងអូនយើងឃើញហើយមិញលេខទូរស័ព្ទមិញហ្នឹងអ្នកទេទៅហ្នឹងគឺទេទៅតួប្រុសគឺបងអូនតួស្រីជាអ្នកទេទៅហើយក៏ញីមុខញីមាត់ចឹងណារបៀបថាចាំគេពី3ថ្ងៃហើយដឹងចាំឲ្យជួយរឿងអីតែញីភ្នែកចុះញីភ្នែកដើរឃើញមុខតួស្រីនៅទាំងអស់គ្នាហើយអាទឹកពេញប៉ះទឹមហើយតែនៅដូចឈាមចឹងណាដល់ពេលចឹងទៅថាបងអូនតួស្រីនឹងខ្លាចនឹងវិវក់ពេញហ្នឹងអ្នកទាំងអស់គ្នាទេមិនអាចទេបាត់ស្លាប់ហើយមិនក៏វានៅទីនេះទៀតមិនអាចទេហើយតួបងអូនតួស្រីនឹងវើវាចឹងសូម្បីអ្នកបើកឡានក៏និយាយថាលោកប្រុសតូចមានរឿងអីកុំធ្វើឲ្យខ្ញុំភ័យអីហើយបងអូនតួស្រីនិយាយថាគាត់មកវិញហើយគាត់ពិតជាមកវិញមែនសួស្តីអ្នកទាំងអស់គ្នាតាមយើងមកចាប់ដើមមើលរបស់យើងតួស្រីញ៉ាំអាហារញ៉ាំអីមួយតួប្រុសហើយហ្នឹងគឺឡើងមកលើអាគារហៅត្រង់ហ្នឹងវិញហើយវូហ្នឹងគឺបានគេងអ្នកទាំងអស់គ្នាហើយតួប្រុសតួស្រីនៅសម្លឹងមើលគេធ្វើការនឹងទៅហើយក៏គាត់ថាគេនិយាយថាមនុស្សពេលមកចាត់ថាវាពិតជាសង្ហាណាត្រូវមែនតាដល់ពេលចាប់តាមមើលផ្លឹកគេផ្លឹកចោះហ្នឹងតួប្រុសក៏ថាខ្លួនហើយយ៉ាងម៉េចដែរកៅបងវាមិនអីទេតែមិនក៏លោកមានកៅច្រើនមែនក្នុងការចល័យនេះអូនគាត់ថាវាធំពេកអត់ចង់ឲ្យបងប្រើទីឲ្យទិញអាត្រូវខ្លួនអូនទេមិនល្អទេកុំធ្វើដូចមានលុយរាប់លានពេកវាគ្រាន់តែខ្លីបន្តិចប៉ុណ្ណោះវាយប់ណាស់ហើយខ្ញុំត្រូវនាំវូទៅផ្ទះវិញចាំឲ្យខៅលោកមកវិញខ្ញុំយកទៅបោកហើយចាំយកឲ្យលោកវិញអូនប្រញាប់ទៅណាទៅវិញទាំងសាក់មិនទាន់ស្ងួតបែបនេះអូនឈឺឲ្យបងគិតមិនយើខ្ញុំធ្វើវាខ្លួនឯងបានទៅប្រុសចាប់ដៃតួស្រីនៅទាំងអស់គ្នាក៏និយាយថាកងោកតូចក្រាញ់អូនបងជាគូស្នេហ៍នៅអីហេតុអីបងជូតសាយអូនមិនបានមិនធំជូតសាយអ្នកទាំងអស់គ្នាជីវិតយកឱកាសគេទៀតកគេផងស្ទាបមុខគេផងរត់ថើបគេផងហើយទូស្រីនឹងភ្លើទៀតគេបោកលើឲ្យអញបាក់និយាយណាអញ្ចឹងឲ្យបានតុងហ្វាំងគេបោកបានណាគេជូតគេអោបនឹងទៅពេលនៅតូចម៉ាក់ខ្ញុំចូលចិត្តជូតសាយឲ្យខ្ញុំអញ្ចឹងណាទូស្រីប្រាប់អញ្ចឹងតែនៅពេលប៉ាបានកុហកម៉ាក់ទៅមានទូស៊ុនីម៉ាក់ក៏ខ្លាចជាមនុស្សមិនប្រក្រតីហើយគាត់ថាគ្មានក្រមធម្មពលគ្រប់ខ្ញុំប្រងខ្ញុំបានទេតើលោកក៏ចង់ដឹងទេហេតុអីក៏ស៊ីដនីនោះគេខ្លាចជាកូនប្រុសគ្រួសារតកូស៊ូហើយខ្ញុំបាច់ជាប់ក្នុងគុកហើយគេក៏ខ្លាចជាម្ចាស់គ្រួសារតកូស៊ូវិញតួស្រីចាំលោករឿងចាស់អ្នកទាំងអស់គ្នាអានេះតួស្រីដែរហ្នឹងក៏និយាយថាបងដឹងថាអូនណាមិនចាំលឹកទេអញ្ចឹងហើយបានបងមិនដែលសួរវាมันសំខាន់ដែលបងដឹងការពិតឬមិនដឹងទេបងដឹងត្រឹមថាពេលនេះពួកគេទទួលកម្មហើយចុះបើខ្ញុំជាមនុស្សក្រក់វិញនោះលោកនឹងលំអៀងមិនខានដឹងទេតួស្រីប្រាប់តួប្រុសអញ្ចឹងហើយពួកប្រុសក៏ថាបងត្រូវបងមិនខ្វល់ទេទោះអូនធ្លាប់ស្លាប់មនុស្សក៏ដោយអ្វីក៏ដោយបងមិនខ្វល់ទេដោយសារការដោះស្រាយជាមួយស្ត្រីគឺយើងមិនត្រូវមានយុត្តិធម៌ពេកនោះទេបងធ្លាប់ធ្វើគ្រប់យ៉ាងដោយផ្ទះសម្រាប់មនុស្សបងក៏ធ្លាប់នេះជារឿងដែលអូនមិនហ៊ានធ្វើអញ្ចឹងហើយមនុស្សដែលអាក្រក់គឺជាបងមិនមែនជាមនុស្សល្អបរិសុទ្ធទេមានរឿងអីដែលអាក្រក់លឿននឹងទៀតទូប្រុស comfort តួស្រីអញ្ចឹងទាំងអស់គ្នាឲ្យតួស្រីញញឹមហើយក៏ចាប់មកគេថាបងប្រហែលមិនជឿអ្វីដែលអូនបានប្រាប់វាកាលឡើងទេបើបងពេញចិត្តនឹងជឿវាចាប់ទុកថាវាជាការពិតតែបងមិនជឿចាប់ទុកថាជាលេសខ្ញុំចោះបើបងជាអូនណាអ្នកនិយាយបងជឿគ្រប់យ៉ាងទូប្រុសគេថាគេជឿគ្រប់ទឿស្រីគ្រប់យ៉ាងអ្នកនរគ្នាការប៉ັດទៅស្នេហ៍យើងគួរតែជ្រើសរើសជឿជាក់គ្នាល្អបំផុតហើយទូស្រីក៏ប្រាប់រឿងពីដើមដល់ចាំថារឿងវាកើតឡើងនៅពេលខ្ញុំចាប់បានលើក្រែរវាងដងហ្វាងហើយនឹងប្អូនតាមសៀតនោះលោកតាបានខំខ្ញុំដោយសម្លេងសម្ងាត់ខ្ញុំក៏បានឮរឿងរចៃដន្យនៅពេលនោះអូនអាក្រក់នោះមិនមែនជាឈាមគ្រួសារតកូស៊ូទេជឿឬមិនជឿយើងនឹងបណ្ដេញឯងចេញពីគ្រួសារស៊ូព្រោះឯងមិនមែនជាឈាមគ្រួសារនេះទេតាតួស្រីហ្នឹងស្ដីឲ្យប្អូនរបស់តួស្រីអ្នកនរគ្នាក៏ប៉ុន្តែអាកូនហ្នឹងវាកូនក្រៅខោដល់ពេលមិនមែនជាកូនរបស់គ្រួសារតកូស៊ូនឹងទៀតហើយក៏និយាយថាឯងហ៊ានបន្លំសញ្ញាយើងផងចាប់ទុកយើងមិនស្លាប់មែនទេតែកញ្ចាស់ឯងនិយាយត្រូវហើយយើងមិនមែនគាត់តកូស៊ូទេយើងគ្រាន់តែជាមនុស្សជំនួសស៊ីនីពិតនោះប៉ុណ្ណោះតែឯងមានអីមកជឿពិនិត្យ DNA មកបង្ហាញមកបើតែឯងមិនចង់វេទនាជាងនេះទៀតទេសញ្ញាវាភ្លាមទៅអាសញ្ញាហ្នឹងគឺសញ្ញាបណ្ដាមូលល្អអ្នកទាំងអស់គ្នាបងអូនដេឆានតួស្រីហ្នឹងចេញអញ្ចឹងណាហើយក៏និយាយថាចូលសពទៅតាតួស្រីនឹងនិយាយអញ្ចឹងហើយក៏ត្រូវអាប្អូនចង្រៃនឹងផ្ទះមកភ្លៀងខ្ញុំនៅតែបរាជ័យក្នុងការជួយលោកតាតដែរតួស្រីនៅតែគិតអញ្ចឹងណាលោកតាអាយុ
88ឆ្នាំហើយមានជំងឺប្រចាំកាយទៀតមនុស្សចង្រៃចាំជាតិនោះគឺបានសម្រាប់លោកតារបស់ខ្ញុំនឹកទៅតួស្រីនឹងសែដែរដល់ពេលឲ្យតួប្រុសខឹងខ្លាំងជាងតួស្រីទៀតហើយតួស្រីក៏និយាយមួយតួប្រុសថាហេរឿងគឺវាអញ្ចឹងហេខ្ញុំមកខំទៅទានរឿងឲ្យស្ដាប់មិនទស្សនិកជនម្នាក់នេះស្ដាប់ហើយមិនទះដែរអញ្ចឹងកំណាញ់ពេកហើយដឹងទេលោកនេះមិនសើចតែមកខំវាឈឺចាប់ណាស់អូដឹងទេអូននឹងណាសុខចិត្តវាមិនទុកម្នាក់ឯងបើជាបងនឹងសម្រាប់វាតាំងពីនៅលើក្រែមិនខានបើខ្ញុំមានកំភ្លើងនោះខ្ញុំបាញ់ពួកវានៅលើហើយតែពេលនោះខ្ញុំស្ដាយក្រោយណាស់គិតទៅលោកក៏និយាយត្រូវបន្ទាប់ពីចេញពីគុកមកហេតុអីខ្ញុំត្រូវផ្លាស់ប្ដូររស់នៅដោយសារតែមនុស្សចង្រៃពីរនាក់នោះការលះបង់នឹងមិនសមតម្លៃសោះគេគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតបើខ្ញុំមកច្បាស់កពួកវាម្ដងហើយឈរមើលពួកវាស្លាប់នៅនឹងមុខដើម្បីរកយុត្តិធម៌ឲ្យលោកតាទៅឋានសួគ៌បានស្ងប់សុខពេលនេះលោកយល់ហើយថាខ្ញុំមិនធម្មតាទេជាផ្កាយមានពឹសចាក់ចេញពេលនេះមិនទាន់យឺតពេលណាបើមិនអញ្ចឹងទេបើបងធ្វើឲ្យខ្ញុំខឹងខ្ញុំនឹងយកបងទៅឋាននរកទាំងពីរអ្នកជាមិនខានលោកម្ចាស់យូឈីលោកហ៊ាននៅជាមួយខ្ញុំទេហើយតួប្រុសនោះប៉ះមុខតួស្រីធម្មតាបងខំធ្វើគ្រប់យ៉ាងដើម្បីបាននៅជាមួយអូនទោះជាមួយវិនាទីក៏គ្មានអារម្មណ៍ថាសោកស្ដាយដែរហើយតួស្រីយើងគឺត្រូវបានគេដាក់ស្នេហ៍អ្នកទាំងអស់គ្នាមើលទៅមកក៏ដឹងហើយទៅក៏សើចថាហាមនុស្សអាក្រក់ចាប់ឡើងក៏ប្រពែប្រពន្ធលើគ្នាកូនបំរាចុះបំរាឡើងហើយគេខំភ័យថាភ្ញាក់អត់ទេហើយគេមើលកូនមើលភ្នែកគ្នាទៅវិញទៅមកក៏សើចទៀតតែអ្នកទាំងអស់គ្នាសៀបចុះសៀបឡើងណាក៏លមីលមួឆាក្តៅពេញហ្នឹងទៅអ្នកទាំងអស់ស្រាប់តែពេលហ្នឹងអាស៊ីលេខារបស់តួប្រុសយើងហ្នឹងរុញទ្វារមកហើយគេថាបងឈីស្រាប់គឺឃើញតវូភ្ញាក់ហើយតួស្រីគឺនៅលើតួប្រុសបាត់ហើយខ្ញុំចង់បានបងថ្លៃស្រីលើមិនមែនបងស្រីទេបងប្រុសថ្លៃវិញហើយមើលបងឈីនៅក្រោមហ្នឹងទៀតអូយពិបាកភ្នែកណាស់ហើយតួស្រីថាអញត្រូវពេកហើយដឹងល្អមើលជាងនេះមិនខានស្អែកហ្នឹងបងឈីដេញអញចេញអត់ទេលេខាបតួប្រុសហ្នឹងក៏និយាយទៅទៀតហើយតួស្រីក៏ខេគេថាមានរឿងអីនេះមានអ្នកណាបង្រៀនអញឲ្យចេះគោះទ្វារទេមែនទេបើដឹងថាអ្នកទាំងពីររមីរមួតទៅវិញទៅមកនោះខ្ញុំមកក៏មិនហ៊ានចូលមកដែរបងឈីក៏មិនឈប់ខ្ញុំពីការងារអីនិយាយរួមមកលេខាបាត់តួប្រុសហ្នឹងគឺគៀងឯអ្នកនរអស់គ្នានិយាយបានតែសម្លេងក្នុងចិត្តហ្នឹងអ្នកនរអស់គ្នាហើយក៏តួស្រីក៏វាយវិញថាបងឈីបងគួរតែទៅក្រៅមើលខ្លួនឯងទៅខ្ញុំពិបាកបរិយាយខ្លាំងណាស់ហើយតួស្រីយើងហ្នឹងគាត់ថាយប់នេះខ្ញុំទៅវិញល្អជាងលោកធ្វើការចោះចាំបងជូនអូនទៅតួប្រុសក៏និយាយចឹងហើយក៏លើកទៅហើយក៏លើសម្លេងស្រែកចោះស្រែកឡើងស្រែកចោះស្រែកឡើងទៅចុះមកឡើងណាតួប្រុសបែរដឹងថាប្អូនចាំជាតួស្រីនឹងក្រមហើយក៏និយាយថាទីនេះខ្លាំងណាស់ទៅយើងទៅចិនដាខាងនោះវិញហើយអាស៊ីក៏និយាយថាត្រូវឲ្យបងឈីនិយាយត្រូវហើយតួស្រីឆ្ងល់ក៏ថាអ្នកទាំងពីរមានរឿងអាកំបាំងអីលាក់ខ្ញុំមែនទេអីគ្រាន់តែស្រាពីវិចោឯងស្មានតែយើងគ្មានលុយចេញមែនទេហៅទិញនឹងលីចេញមកនិយាយជាមួយយើងភ្លាមគឺដងហ្វាងតួស្រីមើលឃើញហើយទិសនេះប្រែល្បិចច្រើនណាស់ដាក់កង្កោតូចខ្ញុំក៏ធ្លាប់បានទៅណាត់ជួបជាមួយគេទៀតចាប់ហើយខ្ញុំមិនស្អាតស្អំទេទូផងខ្លាចតួស្រីដឹងថាចេះតួប្រុសហ្នឹងទៅជួបរឿងការងារពេលទៅជួបហ្នឹងហើយធម្មតាតួប្រុសមានក្លឹបកំសាន្តបងធំអីចឹងវាមានការផឹកស៊ីដល់ពេលឲ្យអាប៉ែហ្នឹងវាចង់តង់តួប្រុសតួអីចឹងខ្លាចតួស្រីដឹងគេកំប្រំគេទៅព្រមស្រឡាញ់ថ្ងៃហ្នឹងផងអ្នកទាំងអស់គ្នាយល់ទេអូខេរឿងយើងដល់ទីបញ្ចប់ហើយបាយបាយ